ចឹងការងារទាំងអស់នេះខ្ញុំជឿជាក់ថាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលក៏ដូចជាការចូលរួមគ្រប់ស្ថាប័នគ្រប់វិស័យទាំងអស់ក្នុងការចូលរួមដោះស្រាយបញ្ហាទាំងអស់នេះយើងនឹងអាចរកនឹងដំណោះស្រាយដែលមានរយៈពេលយូរបានក្នុងពេលអនាគតនេះអញ្ចឹងទាំងការអនុវត្តរបបឈប់បាញ់បានពេញលេញទាំងការជំរុញឲ្យមានការរកនៅអ្វីដែលជាយុត្តិធម៌តាមរយៈច្បាប់អន្តរជាតិគឺនឹងអាចជំរុញអនុវត្តការងារនេះដើម្បីរកដំណោះស្រាយនៅបញ្ហាប្រឈមតំបន់ព្រំដែននេះឲ្យបានពេញលេញហើយក៏នឹងជំរុញធ្វើយ៉ាងណានោះឲ្យមានការពង្រឹងនៅកិច្ចសម្បត្តិការជាមួយនឹងប្រទេសទាំងអស់រួមទាំងប្រទេសជិតខាងតទៅមុខទៀតរយៈពេលវែងចុះការងារទាំងអស់នេះខ្ញុំជឿជាក់ថាពេលវេលាខាងមុខគឺជាពេលវេលាសំខាន់ណាស់កម្ពុជារបស់យើងប្រជាពលរដ្ឋគ្រប់ចំនួនទាំងអស់គ្រប់ជាន់ថ្នាក់ទាំងអស់គ្រប់វិស័យទាំងអស់គ្រប់កន្លែងទាំងអស់ត្រូវតែបង្ហាញឆន្ទៈដ៏មោះមុតក្នុងការរួបរวมគ្នានេះហើយកន្លងទៅនេះក៏យើងបានឃើញដែរប្រជាពលរដ្ឋរបស់យើងដែលនៅឯប្រទេសផ្សេងគាត់បានជួបជុំគ្នាគាត់បានបង្ហាញពីការយកចិត្តទុកដាក់បង្ហាញនៅព្យុះយាត្រាក៏ដូចជាការបង្ហាញទៅដល់សហគមន៍អន្តរជាតិទៅលើអ្វីដែលជាភាពស្មោះត្រង់ភាពយុត្តិធម៌ហើយនិងភាពចាស់ទុំរបស់កម្ពុជារបស់ប្រជាពលរដ្ឋខ្មែរទៅលើការអនុវត្តការងារផ្សេងជាពិសេសគឺលើទំនាក់ទំនងរបស់ប្រទេសជិតខាងសំខាន់នោះហើយជំរុញធ្វើយ៉ាងណាយើងជំហរដល់រឹងមាំក្នុងការការពារនៅអធិបតេយ្យភាពក៏ដូចជាបូរណភាពទឹកដីរបស់កម្ពុជារបស់យើង